បងស្គាល់ខ្យងនឹងអត់ធ្លាប់តែឃើញគេលក់នៅផ្សារត្រូវអត់មកមកចូលវីដេអូអូនមកអូននឹងប្រាប់បងពីវិធីរកខ្យងនេះឲ្យបានសួស្ដីបងថ្ងៃនេះអូនមកប្រាប់ពីវិធីរកខ្យងនេះឲ្យបងមើលម្ដងកាលពីអាទិត្យមុនហ្នឹងអូនអត់រៀនអញ្ចឹងហើយអូនក៏បបួលម៉ាក់អូនទៅចាក់ខ្យងនៅសមុទ្រម្ដងមានបងណាខ្លះស្គាល់ថាខ្យងហ្នឹងឈ្មោះអីអត់មកចាំអូនប្រាប់មុននឹងទៅអូនត្រូវប្រាប់ពីសម្ភារៈដែលយកទៅសិនជាដំបូងអូនត្រូវមកកាច់ឆ្អឹងដូងបន្ទាប់មកអូនត្រូវមានកបោពូក្រហមនេះនិងស្លាបព្រាហើយនឹងធុងសម្រាប់យកទៅដាក់ខ្យងមកបងធ្វើដំណើរទៅជាមួយនឹងអូនបងអើយចេញមកហើយបន្តែមិនដំបងអូនខ្លាចមកអូនឲ្យអូនលូកចាប់វាបន្តែដំបងឡៃឲ្យហ៊ានចាប់ទេបន្តែពេលបានចាប់វាមកហើយគឺទឹកមុខអូនស្បែកដល់កណែគឺអូនកាន់ហ្នឹងគឺកឈៀវណាបងនេះហាក់កឈៀវបងរនវាសបោក្នុងណាបងបន្តែអូនបានយកចាប់ជីកទៅជីកទេអូនភ្លេចប្រាប់បងតែខ្យងអូនទៅចាក់ហ្នឹងឈ្មោះខ្យងអីភូមិអូនហៅថាកថាន់ចំណាយដាក់លក់លើទីផ្សារគឺខ្យងអាស័យនឹងឯងមើលណូម្នាក់អោក្រហមនឹងទៀតហើយបានមួយពីរស្បែកដល់កបងសាក់ស្រមៃមើលល្ងាចជាងចាក់ខ្យងមើលថ្ងៃរៀបលិចចឹងណាមានក្តីសុខប៉ុណ្ណាទៅខ្យងហ្នឹងចាក់បានតែពេលទឹកញែកទេហើយនឹងពេលបើកថ្ងៃបើសិនជាមិនមានពន្លឺថ្ងៃវាមិនបើករត់ឲ្យយើងឃើញទេអូនទៅចាក់ខ្យងលើកនេះអូនប្រមូលទាំងពូជមកតែម្ដងមើលទឹកមុខមិនក៏អូនណពេលបានមួយសបាយអូនវិញដូចជាអត់មានប្រយោជន៍អីទេឃើញដើរចុះដើរឡើងបងគឺទំនងអត់ខ្យងអត់លើមសម្រាប់អូនណានៅតំបន់បោះសមុទ្រតែយើងចេះវិធីរកម្ហូបខ្វះអីហូបទេបងអើយមកបងជួយអូនប្រាប់វិធីចាក់ខ្យងហ្នឹងបងត្រូវរកមករត់វាសានរត់វាមានរាងដូចមុខកូនសាអញ្ចឹងបន្ទាប់ពីឃើញរួចបងយកស្លាបព្រាក៏ពី3ស្លាបព្រារួចយកឆ្អឹងដូងទៅច្រលួចជាមួយនឹងក្របោយកទៅញុកក្នុងរត់ហ្នឹងទៅបងដូចមកអូនធ្វើអញ្ចឹងឃើញចេញមកឲ្យបងធំណាស់មិនតែបើថាទីងខ្លាំងទៅគឺដាច់សាច់តែម្ដងមកអូនទៅទីយឺតហ្នឹងគួរឲ្យខ្លាចអត់បងសម្រាប់អូនណាខ្លាចតែដំបងទេពេលបានកើម្ដងពីរដងហើយសប្បាយដល់ក៏បងអើយនិយាយពីរសជាតិវិញឆ្ងាញ់នឹងឆ្ងាញ់បងមិនឆ្ងាញ់មិនបងបើធម្មជាតិពិតណាពេលអូនទៅដល់ហ្នឹងមានបងនៅស្លាចិត្តហ្នឹងក៏មកជួយក៏ដែរហើយអូនក៏បង្រៀនពួកគាត់ឲ្យចេះមើលរត់តែគាត់ស្គាល់ហើយគាត់ក៏បានកោសយកខ្លួនឯងតែម្ដងហើយសុំទិញក្របោពីអូនទៀតក៏បានឲ្យគាត់តែម្ដងទៅពួកគាត់បកែរកណាបងបកែរកជាងអូនទៀតពួកគាត់ថាដែរដឹងទេមកលើក្រោយគាត់ប្រហែលជាមកកោះទៀតហើយអូនក៏បានប្រាប់ពីវិធីចំអិនខ្យងហ្នឹងឲ្យពួកគាត់ផងដែរបងមើលទេសភាពមើលថាអូនគឺស្អាតហើយតិចថាបងនៅឆ្ងាយអីបានមើលទេសភាពដូចអូននោះគឺណូហើយមានតែអូនអ្នកនៅសមុទ្រទេទៅថ្ងៃលិចដែលស្អាតបែបនេះនោះអូនសូមមកប្រាប់ថាកន្លែងអូនចាក់ខ្យងនោះនៅឯណាគឺនៅចិត្តពយតុបទឹករលកនឹងអីបងមកលេងដាក់សម្ភារៈដែលអូនប្រាប់ហ្នឹងមកចាក់បានប៉ុន្តែចាក់បានតែពេលទឹកនេះទេមើលអូនទៅតាំងពីឈររហូតដល់វាក្នុងទឹកហើយសប្បាយដល់កោឲ្យបងអើយយីណាបានមកឲ្យហែលទឹកឯនេះបានប៉ុណ្នេះអូនដាក់មកអស់ដៃតរំទៅបានទៅផ្ទះវិញល្ងាចចូលមាត់ហើយមកមិនក៏អូនទៅចាប់ចងជើងមួយអាណានោះតំណងល្ងាចបន្តិចអូនក៏បានត្រឡប់មកផ្ទះផ្អែកមុននឹងមកអូនក៏បានលាងចង់បន្តិចសិនហើយបងមើលខ្លួនឯងអូនអស់អីនិយាយមើលថ្ងៃរៀបលិចមើលទឹកសមុទ្រនេះហ្នឹងទៅវីដេអូហ្នឹងរៀងវែងបន្តិចអូនមកជឿសំឡេងរៀងហាត់បន្តិចហើយអញ្ចឹងសំឡេងអូនមិនសូវជាបានល្អប៉ុន្មានដែរបងអើយបើបងចង់មានចំណាប់អារម្មណ៍អីទៅចាក់ខ្យងអីឆាតមកសួរអូនមកចាំអូនប្រាប់ទីតាំងបាយអូនត្រឡប់មកផ្ទះវិញហើយអរគុណបងដែលបានទស្សនាវីដេអូណាបាយ